តបងបងយើងមកធ្វើស្ងោរជ្រក់ត្រីងៀតកៅឆ្នាំងទាំងអស់គ្នាអញ្ចឹងយើងផ្សំយើងមានត្រីងៀតមួយកន្ទុយបង្គា3គ្រាប់ជាមួយនឹងគល់ស្លឹកគ្រៃហើយនិងស្លឹកក្រូចឆ្នោតសម្រាប់បន្លែយើងមានក្រូចស្លឹកជីជាមួយនឹងម្ទេសតោះឥឡូវយើងដាំទឹកឲ្យពុះសិនមកហើយយើងដាក់គល់ស្លឹកគ្រៃចូលសម្រាប់គល់ស្លឹកគ្រៃយើងដាក់កាត់ឆ្អាបអញ្ចឹងយើងដាក់ឲ្យវាពុះសិនមកឲ្យចេញក្លិនឈ្ងុយសិនអូខេឥឡូវគល់ស្លឹកគ្រៃយើងគ្មានក្លិនឈ្ងុយហើយអញ្ចឹងយើងដាក់ត្រីងៀតចូលសម្រាប់ត្រីងៀតគឺវាមានជាតិប្រៃអញ្ចឹងយើងដាក់វាទុកមួយសន្ទុះឲ្យវាពុះសិនហើយចាំយើងដាក់គ្រឿងបន្តទៀតអូខេឥឡូវត្រីងៀតយើងពុះហើយអញ្ចឹងយើងមើលតើវាចេញជាតិល្អនៅហើយសម្រាប់គល់ស្លឹកគ្រៃក៏ចឹងដែរអញ្ចឹងវាឈ្ងុយហើយអញ្ចឹងយើងដកវាចេញដើម្បីកុំឲ្យពិបាកហូបយើងដកគល់ស្លឹកគ្រៃចេញដែរស្រង់វាចេញឲ្យអស់មកអូខេស្រង់វាចេញឲ្យអស់មកហ្នឹងហើយទាំងគល់ស្លឹកគ្រៃទាំងស្លឹកក្រូចសើចអូខេឥឡូវយើងស្រង់ស្អាតហើយអញ្ចឹងយើងមើលថាបន្តមកទៀតយើងដាក់គ្រឿងខ្ញុំដាក់ស្ករត្នោតកន្លះល្ភាដោយសារតែខ្ញុំប្រើស្ករត្នោតអញ្ចឹងខ្ញុំដាក់ស្ករត្នោតកន្លះល្ភាហើយខ្ញុំលួចអំបិលបន្តិចប៊ីចេងបន្តិចដោយសារតែងៀតយើងប្រៃស្រាប់ហើយអញ្ចឹងយើងលួចវាតែបន្តិចបានហើយខ្ញុំដាក់ទឹកត្រីបន្តិចដែរលួចរសជាតិឲ្យវាមានក្លិនឈ្ងុយអូខេអញ្ចឹងឥឡូវយើងចាប់ផ្ដើមភ្លក់មុនភ្លក់យើងកូរវាសព្វសិនមកដើម្បីឲ្យវាចូលជាតិគ្នាហើយយើងភ្លក់មើលតើល្មមអត់សម្រាប់ខ្ញុំរសជាតិប៉ុណ្ណឹងល្មមហើយអញ្ចឹងខ្ញុំដាក់បង្គាចូលសម្រាប់បង្គាយើងស្ងោររួចហើយអញ្ចឹងយើងមិនបាច់កូរវាច្រើនពេកយើងកូរតែបន្តិចបានហើយយើងដាក់វាចូលទៅអញ្ចឹងបន្ទាប់មកទៀតខ្ញុំដាក់ជីសម្រាប់ជីអ្នកទាំងអស់គ្នាអាចញ៉ាំស្រស់ក៏បានដែរតែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តញ៉ាំឆ្អិនជាងអញ្ចឹងខ្ញុំដាក់វាឲ្យឆ្អិនឲ្យហើយមកហើយយើងទុកវាឲ្យរៀងឆ្អិនបន្តិចទៅហើយបានខ្ញុំដួសដាក់ចានអញ្ចឹងគ្រឿងស្ងោរជ្រក់កែវឆ្នាំងរបស់យើងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងយើងអាចដួសដាក់ចានមកហើយយើងច្បាច់ក្រូចឆ្មាមកហើយមុខម្ហូបមួយមុខហ្នឹងគឺចាយអស់លុយតិចមែនតើគឺអស់លុយតិចមែនតើអញ្ចឹងបងប្អូនអាចសាកម្ហូបមុខនេះបានធានារសជាតិគឺឆ្ងាញ់ហើយអស់លុយតិច